លោកប្រធានាធិបតីវ្លាឌីមៀពូទីននៅទីបំផុតត្រូវស្ពាយភាពអាម៉ាស់ជាប់ខ្លួនឬក៏កំពុងតែប្រើយុទ្ធសាស្ត្របញ្ឆោតសត្រូវឲ្យចូលរួមខ្លាឬក៏យ៉ាងណាតបអ៊ុយក្រែនកំពុងតែទទួលបានជោគជ័យយ៉ាងសម្បើមណាស់នៅក្នុងតំបន់ Donetsk ហើយក៏កំពុងតែផ្ដោតគោលដៅលើតំបន់ Luhansk បន្តទៀតផងដែរគណៈក្រុមអ្នកវិភាគអ៊ុយក្រែនមួយចំនួនបានលើកឡើងថារុស្ស៊ីបាក់ទ័ពយ៉ាងដំណំបែបនេះគឺមកពីទីក្រុងមូស្គូប្រើយុទ្ធសាស្ត្រយោធាចាក់កម្រិលដែលនៅសេសសល់ពីសម័យសូវៀតនៅត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះក្រោយដែលលោកវ្លាឌីមៀពូទីនប្រកាសកាត់យកតំបន់ចំនួន4នៅអ៊ុយក្រែនបញ្ចូលជាផ្នែកមួយនៃទឹកដីរុស្ស៊ីតបអ៊ុយក្រែនដណ្ដើមបានទីក្រុង Liman នៅក្នុងតំបន់ Donetsk មកវិញភ័យតែម្ដងរហូតធ្វើឲ្យមេដឹកនាំ Chechnya ដែលមានសម្ព័ន្ធភាពយ៉ាងស្អិតរមួតជាមួយនឹងលោកពូទីនខឹងជំនួសឲ្យបាននិយាយថាមេបញ្ជាការរុស្ស៊ីដែលការពារទីក្រុង Liman នេះគួរតែដកសាកចេញពីស្មាហើយបញ្ជូនទៅលុបលាងភាពអាម៉ាស់នៅខ្សែត្រៀមជួរមុខដោយប្រើឈាមខ្លួនឯងឥឡូវនេះបណ្ដាញសារព័ត៌មាន CNN បានចុះផ្សាយថាទ័ពអ៊ុយក្រែនដណ្ដើមបានសមរភូមិមួយចំនួនទៀតហើយនៅក្បែរទីក្រុង Liman នេះនឹងបានកំទេចស្ពានសំខាន់ដែលទ័ពរុស្ស៊ីប្រហែលជា 25,000 នាក់នៅច្រាំងខាងលិចទន្លេនីពើត្រូវការជាចាំបាច់ផងដែរទន្ទឹមគ្នានោះទាហានអ៊ុយក្រែនបានអះអាងថាខ្លួនកំពុងតែវាយប្រហារទីតាំងសំខាន់ក្បែរតំបន់Luhanskទៀតផងជាហេតុធ្វើឲ្យជ័យជំនះនៅភាគខាងកើតសម្រាប់ទ័ពអ៊ុយក្រែនកំពុងតែមានពន្លឺបណ្ដាហើយរីឯអ្នកវិភាគមកពីទីក្រុងគៀវបានពន្យល់ថាសម័យនេះអ្វីផ្លាស់ប្ដូរគ្រប់យ៉ាងប៉ុន្តែទ័ពរុស្ស៊ីនៅតែចាស់គម្រិលដដែលពលនៅតែប្រើយុទ្ធសាស្ត្រប្រយុទ្ធដែលតាក់តែងតាំងពីសម័យសូវៀតមកម្លេះហេតុដូច្នេះទើបទៅមិនរួចជាមួយនឹងទ័ពអ៊ុយក្រែននាសម័យបច្ចុប្បន្នបើទោះបីជាយ៉ាងណាអ្នកវិភាគផ្សេងទៀតបានលើកឡើងថាយុទ្ធសាស្ត្រសង្គ្រាមមិនងាយមើលធ្លុះងាយនោះឡើយហើយថាត្រូវមិនត្រូវវាអាចជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីបញ្ឆោតសត្រូវឲ្យចូលរួមខ្លារួចសង្គ្រប់នៅទឹកចុងក្រោយកថាបានព្រោះលោកវ្លាឌីមៀពូទីនធ្លាប់បានប្រកាសក្តែងហើយថាអាវុធនៅក្នុងឃ្លាំងទាំងអស់រួមទាំងអាវុធនុយក្លេអ៊ែរគឺអាចនឹងត្រូវប្រើប្រាស់ដើម្បីការពារទឹកដីទាំង4ដែលស្ម័គ្រចិត្តមករួមរស់ជាមួយរុស្ស៊ីគណៈស្ថានភាពកាន់តែមិនស្រួលបែបនេះមានប្រភពមួយចំនួនបានបង្ហើបថាអាមេរិកកំពុងតែពិចារណារិះរកវិធីដើម្បីឆ្លើយតបទៅនឹងលទ្ធភាពវិសន្ធប់នៅទឹកចុងក្រោយពីសំណាក់រុស្ស៊ីនៅក្នុងនោះរួមទាំងលទ្ធភាពដែលរុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរអាមេរិកកាន់តែដាក់សម្ពាធកូរ៉េខាងជើងកាន់តែផ្កើនដោយបានបាញ់មីស៊ីលប៉ាឡេស្ទិកបង្ហើរសក់ជប៉ុនជាលើកដំបូងក្នុងរយៈពេល5ឆ្នាំកន្លងមកនេះស្របពេលដែលភាពតានតឹងកំពុងតែឡើងកម្ដៅស្រាប់នៅឧបទ្វីបកូរ៉េប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលមានឈ្មោះថា NHK បានលើកឡើងថាមីស៊ីលប៉ាឡេស្ទិកនេះបានហោះចម្ងាយប្រហែលជា 4,000 គីឡូម៉ែត្ររំលងទៅលើប្រទេសជប៉ុនក្នុងរយៈកម្ពស់ 1,000 គីឡូម៉ែត្រហើយបានធ្លាក់ចូលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក្រោយហោះក្នុងលំហអាកាសរយៈពេល22នាទីជាហេតុធ្វើឲ្យមានសម្លេងសារ៉ែនបន្លឺឡើងដើម្បីជាសញ្ញាឲ្យពលរដ្ឋនៅភាគខាងជើងប្រទេសជប៉ុនរត់រកកន្លែងលាក់ខ្លួនរីឯយោធាកូរ៉េខាងត្បូងបានលើកឡើងថាកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិកវងប្រតិបត្តិការមធ្យមចេញពីតំបន់មួយដែលស្ថិតនៅក្បែរព្រំដែនចិននៅម៉ោងប្រហែលជា 7:23 នាទីព្រឹកថ្ងៃអង្គារនេះការបាញ់មហោះនេះទៀតសោតបានធ្វើឲ្យជប៉ុនចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការនិងធ្វើឲ្យលោកយុនហ្សាក់យុលប្រធានាធិបតីកូរ៉េខាងត្បូងឆេះដុំរហូតចេញមុខពមៀនចាត់វិធានការឆ្លើយតបឲ្យបានខ្លាំងក្លាបំផុតផងដែរសម្រាប់ក្រុមអ្នកវិភាគបានមើលឃើញថាកូរ៉េខាងជើងបាញ់មីស៊ីលប៉ាឡេស្ទិកមិនលួសថ្ងៃបែបនេះពលគឺ5លើករួចមកហើយនៅក្នុងរយៈពេលត្រឹម10ថ្ងៃសោះនោះគឺមានបំណងចង់ដាក់សម្ពាធលើអាមេរិកឲ្យទទួលស្គាល់ថាគឺជាមហាអំណាចនុយក្លេអ៊ែរមួយនឹងគេដែរសូមបញ្ជាក់ថាក្នុងចំនួនលោកโจ Biden ធ្វើជាប្រធានាធិបតីអាមេរិកនេះគេសង្កេតឃើញថាកូរ៉េខាងជើងហាក់បីដូចជាបង្កប់ជួបភ្លៀងខ្លាំងជាងចំនួនលោកដូណាល់ត្រាំឆ្ងាយណាស់មេបញ្ជាការយោធានៅក្នុងតំបន់ខាបូរ៉ូរបស់រុស្ស៊ីត្រូវបានបណ្តេញចេញពីតួនាទីបន្ទាប់ពីបរិបទដែលត្រូវបានកែនៅក្នុងរយៈពេលថ្មីនេះត្រូវបានបញ្ជូនទៅផ្ទះវិញប្រហែលជាពាក់កណ្ដាលដោយសារតែមិនត្រូវតាមលក្ខខណ្ឌនៃការកែទ័ពលោក Miguel ដែលជាអភិបាលនៃតំបន់ខាងលើដែលស្ថិតនៅចុងភាគខាងកើតនៃប្រទេសរុស្ស៊ីបានលើកឡើងថាក្នុងរយៈពេល10ថ្ងៃកន្លងមកនេះនៅក្នុងតំបន់របស់លោកមានបរិបទរាប់ពាន់នាក់បានទទួលលិខិតកោះហៅហើយបានមកកាន់ការិយាល័យចុះឈ្មោះយោធាប៉ុន្តែឥឡូវនេះពួកគេប្រហែលជាពាក់កណ្ដាលត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញហើយដោយសារតែមិនគ្រប់លក្ខខណ្ឌសម្រាប់ចូលបម្រើយោធាអភិបាលតំបន់រូបនេះបានបញ្ជាក់បន្ថែមថាការបណ្ដេញមេបញ្ជាការយោធាដែលមានឈ្មោះថា Yuri Lago គឺមិនប៉ះពាល់ដល់ផែនការកែទ័ពរបស់ប្រធានាធិបតីវ្លាឌីមៀពូទីននោះទេសូមបញ្ជាក់ថាក្រោយកើតមានការផ្ទុះកំហឹងការរត់ចេញពីប្រទេសនិងមានការតវ៉ាជាច្រើនកន្លែងនោះកាលពីប៉ុន្មានថ្ងៃមុនលោកពូទីនក៏បានចេញបញ្ជាឲ្យមានការកែតម្រូវកំហុសដែលកើតមានអំឡុងពេលកែទ័ពផងដែរហើយការបញ្ជូនបរិបទខុសលក្ខខណ្ឌត្រឡប់ទៅផ្ទះវិញបានឆ្លុះបញ្ចាំងឲ្យឃើញថាទ័ពរុស្ស៊ីពិតជាមានការហ្វឹកហាត់ត្រឹមត្រូវមុនពេលបញ្ជូនទៅសមរភូមិសង្គ្រាមនៅអ៊ុយក្រែនបានឈានចូលមកដល់ដំណាក់កាលថ្មីមួយនិងកាន់តែមានភាពគ្រោះថ្នាក់
ដែលយើងបានមើលឃើញថារុស្ស៊ីគឺកំពុងតែផ្លាស់ប្ដូរនៅយុទ្ធសាស្ត្រយោធារបស់ខ្លួនក្រោមការប្រជុំមុខជាមួយនឹងការផ្ដល់អាវុធទំនើបថ្មីពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបដែលបានផ្ដល់ទៅកាន់ទីក្រុងគៀវនោះស្ថានភាពបែបនេះបាននាំឲ្យសាធារណមតិមានការព្រួយបារម្ភថារុស្ស៊ីអាចនឹងប្រើប្រាស់ជំរើសចុងក្រោយដោយការប្រើប្រាស់នៅអាវុធនុយក្លេអ៊ែរហើយស្របពេលដែលសហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់ផ្នែកយោធាដ៏ធំមួយរបស់អ៊ុយក្រែននោះថាតើទីក្រុងវ៉ាស៊ីនតោនអាចនឹងប្រើវិធីបែបណាប្រសិនបើលោកពូទីនពិតជាជ្រើសរើសប្រើនុយក្លេអ៊ែរជាជំរើសចុងក្រោយមួយនោះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅបទវិភាគអន្តរជាតិរបស់យើងដូចតទៅជាលើកដំបូងចាប់តាំងពីវិបត្តិមីស៊ីលគុយបានៅក្នុងខែតុលាឆ្នាំ1962មកមេដឹកនាំកម្ពុជារបស់រុស្ស៊ីដូចជាលោក Vladimir Putin បានសម្លុតគម្រាមត្រង់ពីការប្រើអាវុធនុយក្លេអ៊ែរខណៈក្រុមមន្ត្រីនៅក្នុងទីក្រុង Washington កំពុងតាមដាននិងព្យាយាមស្វែងយល់ពីសេណារីយ៉ូដែលលោក Putin អាចនឹងសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរដើម្បីប៉ះប៉ូវឡើងវិញនៅបរាជ័យរបស់កងទ័ពរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែននៅក្នុងសន្ទរកថាមួយកាលពីថ្ងៃសុក្រទី28ខែកញ្ញាកន្លងទៅលោកពូទីនបានហៅសហរដ្ឋអាមេរិកនិងបកសម្ព័ន្ធយោធា NATO ថាជាសត្រូវពេញមាត់ដែលមានបំណងចង់ផ្ដួលរំលំរុស្ស៊ីហើយថាលោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារទឹកដីរុស្ស៊ីក្នុងនោះរួមមានទាំងតំបន់ចំនួន4របស់អ៊ុយក្រែនដែលលោកបានប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៊ីថ្លែងនៅឱកាសនោះលោកពូទីនក៏បានរំលឹកឡើងវិញដែរពីការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិកលោក Harry Truman នៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima និងទីក្រុង Nagasaki ប្រទេសជប៉ុនកាលពីជាង70ឆ្នាំមុនដែលនេះត្រូវបានគេមើលឃើញថាលោកពូទីនចង់បានន័យថាសហរដ្ឋអាមេរិកអាចប្រើអាវុធនុយក្លេអ៊ែរបានរុស្ស៊ីក៏អាចប្រើបានដូចគ្នាដែរនៅក្នុងពេលបច្ចុប្បន្នការព្រួយបារម្ភខ្លាចក្រែងលោកពូទីនប្រើអាវុធនុយក្លេអ៊ែរគឺមានសភាពធ្ងន់ធ្ងរជាងកាលពីសង្គ្រាមផ្ទុះឡើងដំបូងកាលពីខែកុម្ភៈទៅទៀតជាពិសេសនៅចំពោះមុខបរាជ័យរបស់កងទ័ពរុស្ស៊ីបញ្ហានៅក្នុងការកែនទ័ពនិងចុងក្រោយបំផុតនោះគឺការបាត់បង់ទីក្រុង Lyman ទាំងស្រុងក្រោមថ្វីដៃរបស់កងទ័ពអ៊ុយក្រែនកាលពីថ្ងៃទី2ខែតុលានេះការសម្លុតគម្រាមរបស់លោកពូទីនវាមិនមែនជារឿងថ្មីថ្មោងនោះទេតែរឿងដែលសំខាន់នៅលើកនេះគឺសហរដ្ឋអាមេរិកបានគម្រាមធ្ងន់ធ្ងរបកទៅវិញថារុស្ស៊ីអាចប្រឈមមុខនឹងផលវិបាកដ៏មហន្តរាយបើហ៊ានប្រើនុយក្លេអ៊ែរនៅអ៊ុយក្រែនការព្រមានបែបនេះធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan លោក Sullivan មិនបានបញ្ជាក់ថាតើអាមេរិកនឹងឆ្លើយតបដល់របៀបណានោះទេក្នុងករណីដែលលោកពូទីនប្រើអាវុធនុយក្លេអ៊ែរមែននោះហើយលោកក៏មិនបានលម្អិតថាតើអ្វីទៅជាផលវិបាកដ៏មហន្តរាយនោះដែរតែច្បាស់ណាស់ថាសហរដ្ឋអាមេរិកនិង NATO ប្រកាសជានឹងមិនបណ្ដោយឲ្យរុស្ស៊ីរួចខ្លួនដោយមិនបានធ្វើអ្វីសោះនោះទេនៅក្រៅពេលដែលកងទ័ពអ៊ុយក្រែនទទួលបានជ័យជំនះយ៉ាងធំធេងនៅក្នុងប្រតិបត្តិការវាយបកកាលពីខែកញ្ញាកន្លងទៅរដ្ឋបាលប្រធានាធិបតីលោក Joe Biden បានបង្កើនការសិក្សានិងព្យាករណ៍ពីជំហានបន្ទាប់របស់លោកពូទីនការព្យាករណ៍នេះបានក្លាយជាការពិតក្រោយលោកពូទីនប្រកាសកែនទ័ពបន្ថែមជាង30ម៉ឺននាក់និងបញ្ចូលទឹកដីអ៊ុយក្រែនចំនួន4ចូលក្នុងឧបសម្ព័ន្ធរុស្ស៊ីដោយធ្វើឲ្យការព្រួយបារម្ភនៅក្នុងចំណោមក្រុមមន្ត្រីអាមេរិកបានកើនឡើងជាលំដាប់នៅម្ខាងពួកគេបារម្ភខ្លាចថាអ៊ុយក្រែនបរាជ័យផងរីឯម្ខាងទៀតគឺបារម្ភខ្លាចថាប្រសិនបើអ៊ុយក្រែនបន្តទទួលបានជ័យជំនះនោះវានឹងអាចបង្ខំឲ្យលោកពូទីនជ្រើសរើសដើរតាមជំហានដែលនៅសេសសល់នោះគឺប្រើអាវុធនុយក្លេអ៊ែរសម្រាប់លោកពូទីនឃ្លាំងអាវុធនុយក្លេអ៊ែរជាចំណុចចុងក្រោយបំផុតរបស់រុស្ស៊ីក្នុងនាមជាមហាអំណាចហើយនេះជាការពិតត្បិតសង្គ្រាមនៅអ៊ុយក្រែនបង្ហាញថាអាវុធទូទៅធម្មតារបស់លោកខាងលិចដែលផ្ដល់ឲ្យអ៊ុយក្រែនមានប្រសិទ្ធភាពជាងអាវុធទូទៅធម្មតារបស់រុស្ស៊ីដែលនេះនឹងធ្វើឲ្យលោកពូទីននឹងកាន់តែពឹងផ្អែកលើអាវុធនុយក្លេអ៊ែរនេះបើតាមលោក Vasily Kassin ដែលជាអ្នកជំនាញខាងយោធាម្នាក់មកពីសាកលវិទ្យាល័យ High School of Economics នៅក្នុងទីក្រុង Moscowលោក Vasily បានគូបញ្ជាក់ដូចនេះថាយើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលឧត្តមភាពនៃអាវុធទូទៅធម្មតាឬមិនមែននុយក្លេអ៊ែរកំពុងស្ថិតនៅក្នុងដៃរបស់លោកខាងលិចហើយអំណាចរបស់រុស្ស៊ីសពថ្ងៃគឺពឹងផ្អែកតែលើអាវុធនុយក្លេអ៊ែរក្រុមអ្នកវិភាគជាច្រើនយល់ស្របដូចគ្នាថាលោកពូទីនអាចនឹងប្រើអាវុធនុយក្លេអ៊ែរតែនៅក្នុងករណីដែលរុស្ស៊ីឬលោកពូទីនផ្ទាល់មានអារម្មណ៍ថារងការគំរាមកំហែងតែប៉ុណ្ណោះตัวយ៉ាងលោក Graham Allison ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកបានលើកឡើងថាឱកាសដែលលោកពូទីនប្រើអាវុធនុយក្លេអ៊ែរគឺមានតិចតួចបំផុតលោក Allison បានបន្ថែមថាលោកពូទីនអាចនឹងជ្រើសរើសជំរើសប្រើអាវុធនុយក្លេអ៊ែរលើកលែងតែនៅក្នុងករណីអ៊ុយក្រែនអាចវាយបណ្ដេញកងទ័ពរុស្ស៊ីឲ្យចេញពីតំបន់ចំនួន4ដែលរុស្ស៊ីទើបតែកាត់យកពីអ៊ុយក្រែនដូច្នេះក្នុងរយៈពេលប្រមាណសប្តាហ៍ខាងមុខគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុតជាមួយនឹងការគម្រាមប្រើអាវុធនុយក្លេអ៊ែរលោកពូទីនមានគោលដៅសំខាន់ពីរ
ទី1គឺបំភ័យឬកំញើនកុំឲ្យសហរដ្ឋអាមេរិកនិង NATO ធ្វើអន្តរាគមន៍ដោយផ្ទាល់ជួយអ៊ុយក្រែននិងទី2គឺបង្ខំឲ្យលោកខាងលិចបញ្ឈប់ការផ្ដល់អាវុធឲ្យអ៊ុយក្រែនព្រមទាំងបង្ខំឲ្យទីក្រុងគៀវត្រឡប់មករកតុចរចាសន្តិភាពដែលអំណោយផលដល់រុស្ស៊ីក្រុមមន្ត្រីជំនាញមួយចំនួនរបស់រុស្ស៊ីធ្លាប់បានផ្ដល់យោបល់ឲ្យបំផ្ទុះអាវុធនុយក្លេអ៊ែរតាក់ទិកនៅឯតំបន់ដាច់ស្រយាលមួយដូចជានៅតំបន់សមុទ្រខ្មៅជាការកំញើញឬការប្រើប្រាស់អាវុធប្រភេទនេះប្រឆាំងនឹងមូលដ្ឋានទ័ពណាមួយរបស់អ៊ុយក្រែនតែម្ដងអាវុធនុយក្លេអ៊ែរតាក់ទិកខុសពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រត្រង់ថាវាមានទំហំតូចជាងជាទូទៅអាវុធនុយក្លេអ៊ែរតាក់ទិកត្រូវបានគេបង្កើតឡើងសម្រាប់ប្រើក្នុងសមរភូមិប្រយុទ្ធនិងក្នុងរយៈចម្ងាយតិចជាង 5000 គីឡូម៉ែត្រចំណែកឯអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រវិញភាគច្រើនគឺគេបំពាក់នៅលើមីស៊ីលអន្តរទ្វីបសម្រាប់បាញ់ចេញទៅទីកន្លែងឆ្ងាយៗតែទោះជាអាវុធនុយក្លេអ៊ែរតាក់ទិកអាចប្រើសម្រាប់ចម្ងាយជិតឬក្នុងសមរភូមិតែមិនប្រកាសថាវាមានកម្លាំងបំផ្លាញតិចជាងគ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះដែរដោយវានៅតែអាចបង្កមហន្តរាយសម្រាប់មនុស្សដូចតែគ្នាអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថាប្រសិនបើរុស្ស៊ីត្រូវបង្ខំឲ្យប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែនពិតមែននោះ NATO នឹងមិនហ៊ានធ្វើអន្តរាគមន៍យោធាដោយផ្ទាល់នោះទេដោយសារតែពួកគេខ្លាចសង្គ្រាមផ្ទុះឡើងដោយផ្ទាល់ជាមួយរុស្ស៊ីការលើកឡើងបែបនេះក៏វាមិនមែនខុសទាំងស្រុងនោះដែរត្បិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងមកលោកប្រធានាធិបតី Joe Biden បានលើកឡើងជារឿយៗថាការបញ្ជាសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីគឺជាអតិភិបមួយរបស់លោកជាការពិតណាស់ដោយដែលអ្នកជំនាញបានលើកឡើងអាវុធទូទៅធម្មតារបស់លោកខាងលិចដែលផ្ដល់ឲ្យអ៊ុយក្រែនវាមានប្រសិទ្ធភាពជាងអាវុធទូទៅធម្មតារបស់រុស្ស៊ីតែបើនិយាយពីអាវុធនុយក្លេអ៊ែរវាជារឿងផ្សេងមួយទៀតរុស្ស៊ីត្រូវបានគេវាយតម្លៃថាមានគ្រាប់បែកនុយក្លេអ៊ែរសរុប 5997 គ្រាប់ហើយក្នុងនោះមាន 1588 គ្រាប់ត្រូវបានដាក់ពង្រាយនិងបំពាក់រួចជាស្រេចនៅលើមីស៊ីលប្លង់អន្តរទ្វីបនិងយន្តហោះទម្លាក់គ្រាប់បែកក្នុងន័យនេះទោះបីជាលោកពូទីនប្រើអាវុធនុយក្លេអ៊ែរតាក់ទិកលើទឹកដីអ៊ុយក្រែនក៏ដោយក៏មិនប្រកាសថាសហរដ្ឋអាមេរិកនឹងដឹកនាំ NATO ធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីភ្លាមនោះដែរហើយណាមួយបើអាវុធនេះត្រូវបានប្រើពិតមែនអ្នកដែលមានជំរើសច្រើនគឺសហរដ្ឋអាមេរិកទៅវិញដោយមិនចាំបាច់ធ្វើអន្តរាគមន៍ដោយផ្ទាល់នោះទេទីក្រុង Washington នឹងមានឱកាសបញ្ចុះបញ្ចូលឲ្យអឺរ៉ុបបង្កើនការបញ្ជូនអាវុធទំនើបឲ្យអ៊ុយក្រែនជន់សេដ្ឋកិច្ចរុស្ស៊ីឲ្យរៀបដល់ដីនិងធ្វើឲ្យមូស្គូកាន់តែឯកោលើឆាកអន្តរជាតិពីព្រោះថាសូម្បីតែចិនឬឥណ្ឌាឬក៏ប្រទេសដទៃទៀតដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ីក៏នឹងមិនមានហេតុផលត្រូវឈរនៅស្ងៀមមិនអើពើចំពោះទង្វើបែបនេះរបស់រុស្ស៊ីទៀតនោះដែរសម្រាប់សហរដ្ឋអាមេរិកគូប្រជែងធំបំផុតរបស់ខ្លួនមិនមែនរុស្ស៊ីនោះទេតែគឺចិនដូច្នេះបើសង្គ្រាមរវាង NATO និងរុស្ស៊ីផ្ទុះឡើងសហរដ្ឋអាមេរិកដឹងយ៉ាងច្បាស់ថាអ្នកដែលអង្គុយរងចាំទទួលផលគឺមានតែចិនហើយរឿងដែលអាមេរិកបារម្ភបំផុតនោះគឺខ្លាចចិនឆ្លៀតឱកាសប្រើកម្លាំងយោធាវាយកាន់កាប់តៃវ៉ាន់ពលគឺសហរដ្ឋអាមេរិកមានភាគរយតិចណាស់ដែលអាចឈ្នះនៅក្នុងសង្គ្រាមជាមួយចិនផងនិងរុស្ស៊ីផងត្បិតសង្គ្រាមជាមួយមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៊ីនឹងតម្រូវឲ្យសហរដ្ឋអាមេរិកត្រូវប្រមូលកងទ័ពនិងធនធានមកពីគ្រប់ទិសទីដើម្បីតតាំងជាមួយទីក្រុងមូស្គូរីឯអឺរ៉ុបក៏មិនអាចបញ្ជូនកងទ័ពឲ្យមកជួយអាមេរិកប្រយុទ្ធជាមួយចិននៅតៃវ៉ាន់បាននោះដែរមួយវិញទៀតបើទោះបីជាអាមេរិកចង់ក៏ដោយក៏បណ្ដាប្រទេសអឺរ៉ុបមួយចំនួនដូចជាហុងគ្រីបារាំងនិងអាល្លឺម៉ង់ដែលសុទ្ធសឹងតែមិនមានឆន្ទៈនយោបាយម៉ឺងម៉ាត់ក្នុងការប្រជុំមុខជាមួយលោកពូទីនក៏នឹងមិនយល់ព្រមចំពោះការធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីនោះដែរពីព្រោះពួកគេដឹងយ៉ាងច្បាស់ពីទំហំនៃមហន្តរាយហើយក៏មិនហ៊ានយកអាយុជីវិតប្រជាជនរបស់ពួកគេទៅប្រថុយនឹងគ្រោះថ្នាក់ដើម្បីតែការពារអ៊ុយក្រែននោះដែរដោយអ្វីដែលពួកគេចង់បាននោះគឺជួយឲ្យអ៊ុយក្រែនអាចចរចាជាមួយរុស្ស៊ីនៅក្នុងលក្ខខណ្ឌដែលអាចទទួលយកបាន